Rường ở bốc mây rực conប្រសាកាលពីព្រេងនាយមានតាចាស់ម្នាក់និងដូនចាស់ម្នាក់នៅស្រុកមួយតាចាស់យាយចាស់នោះមានកូនក្រមុំម្នាក់រូបល្អណាស់អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថាអ្នកណាតមិនជេរម្ដាយគេបានទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះជួនជាថ្ងៃមួយមានកំឡោះម្នាក់រូបរាងស្អាតបាតចូលទៅដណ្ដឹងកូនគាត់ថាអើអញឲ្យឯងកុំព្រួយចិត្តប៉ុន្តែឯងត្រូវតមជេរម្ដាយគេហើយទទួលបម្រើអញតាមពីអញទើបបានអញឲ្យឯងបើតមមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុនលុះក្រោយមកទៅឯងកុំថាអញកាចណាកំឡោះនោះថាខ្ញុំបាទតមជេរម្ដាយគេបានហើយធ្វើការអ្វីក៏បានទាំងអស់ខ្ញុំបាទទទួលសពគ្រប់ប្រការតាមប្រសាសន៍លោកឪពុកតានោះថាអើបើឯងតមជេរម្ដាយគេបានមែនឯងទៅសិនចុះព្រឹកត្រូវឯងមកពីព្រលឹមកំឡោះនោះក៏លាទៅផ្ទះវិញលុះព្រឹកឡើងកំឡោះនោះមកវិញចូលទៅបម្រើឪពុកម្ដាយក្មេកឪពុកម្ដាយក្មេកនោះប្រើកូនក្រមុំឲ្យរៀបបាយទឹកឲ្យអ្នកកំឡោះនោះស៊ីរួចហើយតានោះក៏ប្រាប់ទៅកូនប្រសាថាណែកូនចុះកូនទៅចាប់ក្របីនៅភ្ជួរស្រែកូនឯងភ្ជួរដរាបដោះថ្មនៅឯស្រែនោះយំតាវហើយសឹមឯងដោះក្របីអ្នកកំឡោះនោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពំយំក្របីដើរពំរួចហើយថ្មនៅតែស្ងាត់ឈឹងពំយំសោះអ្នកកំឡោះឃ្លានបាយណាស់ទ្រាំពំបានជេរម្ដាយថាម្ដាយអាថ្មនេះកាលណានឹងយំឡើងកំឡោះនោះជេរតែប៉ុណ្ណោះតានោះក៏ស្ទុះចេញពីក្រោយថ្មមកថាណាហើយចោះឯងដោះក្របីលេងហើយទៅផ្ទះឯងចោះអញផ្ដាច់កូនហើយត្បិតឯងតមជេរម្ដាយមិនបានកំឡោះនោះក៏ដោះក្របីលេងហើយទៅផ្ទះវិញថ្ងៃក្រោយមកមានកំឡោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀតគាត់ក៏បង្គាប់ដោយកំឡោះមុនតែអ្នកកំឡោះក្រោយគេមានប្រាជ្ញាគេទៅភ្ជួរស្រែវិចបាយទៅស៊ីផងលុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយរួចហើយក៏ភ្ជួរទៀតដល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពំយំក្របីក៏អស់ជើងពំរួចកាលបើអ្នកកំឡោះបកក្របីទៅជិតដល់ថ្មនោះធ្វើជាស្ដីថាអោលោកថ្មអើយយំឡើងក្របីដើរពំរួចទេអាណិតក្របីផងទៅខ្លួនខ្ញុំឥតបីទេខ្ញុំមានបាយស៊ីហើយភ្ជួរដល់យប់ក៏បានដែរបើមិនអាណិតខ្ញុំអាណិតតែក្របីទៅចោះត្បិតវាជាសត្វកំឡោះនោះអង្វរដូចម្ដេចក៏ថ្មពំយំអ្នកកំឡោះនោះក៏ពំជេរត្បិតវាដឹងថាតានោះនៅពួនក្រោយថ្មលុះនិយាយយូរទៅតានោះមើលមកមិនឃើញក្របីដើររួចពុំមែនគាត់នឹកអាណិតក្របីក៏យំក្រោយថ្មនោះលឺតែតាវអ្នកកំឡោះនោះក៏ដោះក្របីឲ្យស៊ីស្មៅហើយមកផ្ទះឪពុកក្មេកវិញតានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យកំឡោះនោះស៊ីលុះល្ងាចឡើងតានោះប្រាប់ថាកូនអើយទៅផ្ទះឯងចោះព្រឹកសឹមឯងមកវិញកំឡោះនោះក៏លាទៅផ្ទះលុយយប់មកលោបចាំស្ដាប់យកការនៅក្រោមដំណេកតានោះព្រោះគាត់និយាយវេលាយប់តាចាស់ចូលដំណេកក៏និយាយនឹងយាយថាដូនអានេះវាតមជេរម្ដាយបានប៉ុន្តែរូបរាងវាអាក្រក់មិនសមនឹងកូនយើងដូច្នេះយើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយហើយយើងនឹងផ្ដាច់វាទៅដូនឆ្លើយថាងាយទេបើដូច្នេះចូលតែឯងចូលទៅក្នុងករងមួយទៀតដាក់អង្គព្រឹកឡើងវាមកខ្ញុំប្រាប់ថាតាទៅកាប់អុសលើភ្នំមុនហើយខ្ញុំឲ្យវារែកតែឯងនឹងអង្គទៅលើភ្នំបើវាធ្ងន់វាខឹងវាជេរនោះតែឯងនៅក្នុងករងស្រាប់នឹងលើហើយមកវិញផ្ដាច់វាបានដែលងាយតាយាយគិតគ្នាដូច្នោះហើយក៏ដេកទៅឯអ្នកកំឡោះលោកស្ដាប់ក្រោមផ្ទះដឹងឮការអស់ហើយក៏វិលទៅដេកផ្ទះវិញឯព្រឹកឡើងអ្នកកំឡោះនោះទៅបម្រើម្ដាយក្មេកឪពុកក៏ស្រាប់តែឃើញយាយចាស់បង្ហាញអាម្រែកហើយប្រាប់ថាកូនអើយឪឯងទៅកាប់អុសលើភ្នំហើយគាត់ផ្ដាំថាឲ្យកូនឯងរែកអង្គនេះឡើងទៅតាមឲ្យឆាប់ត្បិតគាត់ទៅតាំងតែពីព្រឹកមិនទាន់ទាំងបាយផងមានតែកូនឯងរែកទៅឲ្យឆាប់នឹងអាចដណ្ដាំបាយឲ្យឪឯងហូបកំឡោះនោះទទួលអាម្រែកហើយក៏រែកទៅតាមជើងភ្នំដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ក៏រែកចុះមកវិញហើយស្ដីថាអោឪអើយខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេបើវាធ្ងន់ម្លេះណានឹងរែកឡើងទៅវិញរួចបើមិនអាណិតគាត់ជេរបន្ទោសដូចបណ្ឌិតក៏ទទួលនិយាយឲ្យរែកចុះមកវាលវិញលុះរែកដល់កន្លែងមួយឃើញស្បូវស្ងួតល្អក៏រែកទៅដាក់ឈប់កណ្ដាលស្បូវនោះហើយដើរទៅបាត់មួយស្របក់ទើបដើរត្រឡប់មកវិញ
យកភ្លើងដុតអំរែកលុះភ្លើងឆេះស្បូវជុំវិញហើយក្តៅដល់តាចាស់ដែលនៅក្នុងអំរែកនោះគាត់ក៏បំរាស់ញ័ររង្គើទាំងការ៉ង់ភ័យក្រែងភ្លើងឆេះស្លាប់ប៉ុន្តែចាញ់មិនរួចអ្នកកំឡោះធ្វើជារត់មកពីណាស្រែកថាជើនរណាដុតភ្លើងឆេះអំរែកអញអស់ហើយធ្វើដូចម្ដេចនឹងអញចូលទៅបានបើភ្លើងឆេះជុំវិញដូច្នោះចូលមិនបានក៏ថៃចោះថាហើយឈោស្រែកនៅក្រៅលុះភ្លើងឆេះដល់ករងដឹងថាតាចាស់ក្តៅណាស់ហើយទើបស្ទុះចូលទៅអស់អំរែកចេញពីភ្លើងរួចហើយភ្លើងក៏ឆេះដាច់ខ្សែករងលោកតាចាស់បំរាស់ញ័រទើបអ្នកកំឡោះស្រែកករងចេញឃើញតាឪពុកក្មេករលាកភ្លើងឆេះទាំងសក់ក្បាលក៏ជំរាបថាជើលោកឪម្ដេចក៏មិនប្រាប់កូនកុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនៅមេម៉ាយតាចាស់ខឹងណាស់តែពុំដឹងធ្វើដូចម្ដេចឡើងដើរតយងយមកផ្ទះវិញទ្រោមខ្លួនមួយថ្ងៃណាមួយដែលវាអស់ចេញពីភ្លើងណាមួយដែលរលាកភ្លើងមកដល់ផ្ទះវិញគាត់គ្មានស្ដីមួយម៉ាត់ដល់ផ្ទះហើយប្រាប់កូនប្រសាថាទៅផ្ទះចោះព្រឹកសឹមមកឯកូនប្រសាទៅផ្ទះដល់យប់ក៏មកពួនក្រាបលោបស្ដាប់ក្រោមផ្ទះទៀតលុះយប់តាចាស់ដូនចាស់ចូលដេកក៏និយាយគិតគ្នាថាតាថាគិតដូចម្ដេចនឹងផ្ដាច់វាបានអានេះវាមានប្រាជ្ញាណាស់តែបើឲ្យកូនយើងទៅវាមិនសមនឹងកូនយើងពីថ្ងៃមិញវាដឹងថាយើងនៅក្នុងករងវារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់តែវាមិនជេរម្ដាយទេវារកទីណាមានស្បូវស្ងួតវារែកអំរែកទៅដាក់កណ្ដាលស្បូវហើយដើរទៅរកភ្លើងមកដុតជំវិញលុះដល់ភ្លើងឆេះវាធ្វើជាស្រែកថានរណាដុតភ្លើងនេះឆេះអំរែកវាអស់ហើយវាឈោតែស្រែកមិនចូលយកទុកតតែភ្លើងឆេះក្តៅដល់រលាកឯងទៅទើបវារត់ចូលអស់ចេញមកអញភ័យណាស់ប៉ុន្តែចេញមិនរួចព្រោះវាចងមាត់ករងជាប់អញរលាកអស់ទាំងខ្លួនឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបាននិយាយថាឥឡូវនេះយើងគិតថាតឯងធ្វើម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅបណ្ដើររកអណ្ដើកឲ្យវាដូចឆ្កែបើវារកអណ្ដើកមិនបានឬវាបោមិនទាន់ទេយើងផ្ដាច់វាបានតាចាស់ថាអើដូនគិតដូច្នេះត្រូវព្រឹកអញធ្វើដូចជាឯងថាតាយាយគិតគ្នារួចក៏ដេកទៅឯអ្នកកំឡោះនោះស្ដាប់ដឹងការអស់ហើយវិលដេកទៅផ្ទះវិញដល់មន់រងាវទើបពុនដើកយកទៅចងទុកក្នុងគុម្ពោតស្មៅវាឯនេះឯនោះពីពេញតែវាដែលតាចាស់គិតទៅរកអណ្ដើកនោះហើយវិលមកផ្ទះដេកធ្វើប្រងើយទៀតលុះព្រឹកប្រហៀមឡើងចៅនោះទៅដល់ផ្ទះឪពុកម្ដាយក្មេកឪពុកម្ដាយក្មេកក៏ឲ្យកូនកំមុំគាត់រៀបបាយលើកយកមកឲ្យចៅស៊ីហៅរួចហើយក៏ប្រាប់ថាកូនឥឡូវនេះយើងទៅបណ្ដើរអណ្ដើកតែយើងគ្មានឆ្កែកូនឯងធ្វើឆ្កែធ្វើម្ចាស់យើងទៅរកក្រែងបានមួយពីរយកមកស៊ីចៅនោះឆ្លើយបាបហើយតែចាស់ពុនបាយសំណុំទឹកបំពង់ដើរចេញពីផ្ទះចៅនោះក៏បោជើង4តាមក្រោយទៅដល់វាកន្លែងវាចងអណ្ដើកនោះវាក៏បោទៅមុខចូលគុម្ពោតស្មៅមួយធ្វើជាកោះម៉ងតាចាស់រត់ទៅដល់វាខំបានអណ្ដើកមួយហើយទៅទៀតខំបានអណ្ដើក6 7ដល់ថ្ងៃត្រង់តាចាស់ឃ្លានពេកណាស់ក៏អង្គុយគិតនឹងស្រ័យបាយស៊ីឆ្កែមើលខាងឃើញក្របីមួយវងក៏បោទៅដេញខំក្របីចូលទៅស៊ីស្រូវស្រែអ្នកស្រុកតាចាស់ឃើញហើយរត់ទៅដេញក្របីចេញពីស្រែឆ្កែបោមកស៊ីបាយអស់ហើយបោទៅបាត់ឯឪពុកក្មេកជាម្ចាស់ឆ្កែវិលមកវិញរកបាយស៊ីគ្មានព្រោះឆ្កែស៊ីអស់ខឹងណាស់ដេញវាយវាពុំទាន់ណាអស់កម្លាំងឃ្លានបាយណាផ្លូវឆ្ងាយក៏ខំដើរមកផ្ទះវិញទាំងអត់បាយដើរពុំចង់រួចបន្ទោសឆ្កែមិនបានត្បិតវាចំណាំអីចឹងដល់ផ្ទះស៊ីបាយរួចក៏ប្រាប់កូនប្រសាថាទៅផ្ទះចោះព្រឹកសឹមមកវិញដល់យប់កូនប្រសាមកស្ដាប់តាយាយគិតគ្នាទៀតលុះដល់យប់តាយាយចូលដេកតាប្រាប់យាយពីរឿងដែលកូនប្រសានោះធ្វើសពគ្រប់ហើយតាយាយឲ្យជួយគិតគ្នាដូនចាស់ប្រាប់ថាពីមុនវាធ្វើឆ្កែតែឯងធ្វើម្ចាស់បានជាវាធ្វើបាបតែឯងបានដូច្នេះព្រឹកនេះតែឯងឲ្យវាធ្វើម្ចាស់ម្ដងតែឯងធ្វើឆ្កែតាយាយគិតគ្នាឲ្យដេកទៅចៅនោះលោកស្ដាប់បានការហើយក៏ដេកនៅផ្ទះវាហើយព្រឹកឡើងចៅនោះទៅបម្រើឪពុកម្ដាយក្មេកទៀតតាយាយឲ្យកូនក្រមុំលើកបាយមកឲ្យស៊ីរួចហើយតាក៏ប្រាប់ថាកូនអើយពីម្សិលមិញឯងធ្វើឆ្កែថ្ងៃនេះឯងធ្វើម្ចាស់ម្ដងអញធ្វើជាឆ្កែវិញចៅនោះឆ្លើយថាបាបហើយពុនបាយនឹងទឹកទៅឯតាវាធ្វើជាឆ្កែបោតាមក្រោយលុះហួរពីផ្ទះបន្តិចវាខំដើរយ៉ាងលឿនកុំឲ្យឪពុកក្មេកវាបោលតាន់តាបោពុំទាន់ត្បិតខ្លួនចាស់ដើរត្រកតាមក្រោយវាក៏បែរមកថាឆ្
ឆ្កែអីស៊ីបាយបង្អស់ទៅមុខមិនទៅដើរទៅក្រោយម្ចាស់រកកណ្ដើកម្ដេចបានថាហើយវាឆ្កែឲ្យបោទៅមុខតាបោក្នុងស្មៅមិនរួចចេះតែដើរតាមក្រោយរកកណ្ដើក៏មិនបានកូនប្រសាវាស្ទើរស្លាប់ហត់ស្ទើរដាច់ខ្យល់តែពុំហ៊ានស្ដីព្រោះខ្មាស់កូនប្រសាលុះទៅឆ្ងាយដល់ថ្ងៃត្រង់វាស្រាយបាយស៊ីហើយវាថាឆ្កែអីរកកណ្ដើកមិនបានដើរទៅក្រោយមនុស្សស៊ីបាយអស់ហើយបង្អត់បាយមិនឲ្យស៊ីឲ្យតែឆ្អឹងឆ្អែងឆ្កែចាស់អង្គៀមក៏មិនបែកត្បិតគ្មានថ្មិញឃ្លានណាស់អង្គុយមើលតែមុខវាតតែវាស៊ីអស់ហើយវាវាយមួយប្រណុំទៀតវាថាណាហើយទៅផ្ទះចោះបើមិនផេះទេឆ្កែអីយ៉ាងហ្នឹងហើយវាឡើងវិលទៅផ្ទះវិញតាចាស់ហត់ណាស់វាមិនរួចឡើងដើរទៅតាមក្រោយកូនប្រសាធ្វើមុខស្រមេះលុះទៅដល់ចៅកំឡោះប្រាប់ម្ដាយក្មេកថាម៉ែរកកណ្ដើកមិនបានទេព្រោះឆ្កែមិនស្វាក់តាចាស់ខឹងណាស់ប្រាប់កូនប្រសាថាឯងទៅផ្ទះចោះព្រឹកសឹមមកវិញចៅនោះក៏លាទៅដល់យកមកពូនលបស្ដាប់ក្រោមផ្ទះទៀតលុះដល់យប់តាយាយចូលរំលែកតានិយាយប្រាប់យាយពីរឿងកូនប្រសាធ្វើបាបហើយបង្អត់ទាំងបាយផងដូនថាណាហើយឲ្យកូនទៅវាទៅផ្ដាច់វាមិនបានទេអានេះមានបញ្ញាណាស់ឯងគិតអីក៏វាដឹងមុនទាំងអស់វាធ្វើបាបស្ទើរតែស្លាប់មិនដេចក៏មិនរៀងតែចាស់ឆ្លើយថានឹងឲ្យវាទៅមើលរូបរាងវាមិនសមនឹងកូនយើងសោះតែយើងធ្វើកលឲ្យវាខឹងឲ្យវាជេរម្ដាយវាមិនជេរដូច្នេះដូនជួយគិតអញម្ដងទៀតបើវាធ្វើតាមមិនបានសឹមផ្ដាច់វាដូនចាស់ឥឡូវនេះមានតែដល់ពេលមន់រងាវតែឯងលុបមុខស៊ីស្លាហូបបាយចូលទៅក្នុងករងមួយទៀតច្រកអង្គបើព្រឹកឡើងវាមកខ្ញុំនឹងប្រាប់វាថាតើឯងទៅផ្សារទិញអីវ៉ាន់ហើយឲ្យខ្ញុំប្រាប់វាឲ្យទៅតាមឲ្យទាន់នៅវេលាស៊ីបាយព្រឹកទៅបាត់ផ្លូវផ្សារក៏ឆ្ងាយដែរបើវារែកទៅមិនទាន់នោះលុះមកវិញនឹងផ្ដាច់កូនវាបានងាយមួយទៀតតែទៅដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់ប្រហែលជាគិតថាស្ងាត់ហើយវាជេរមិនខានតាចាស់និយាយគិតគ្នាហើយក៏ដេកទៅឯកូនប្រសាលបស្ដាប់ក្រោមផ្ទះដឹងការក៏ដើរទៅផ្ទះវិញលុះព្រឹកឡើងចៅនោះរៀបខ្លួនដើរចេញទៅបម្រើឪពុកក្មេកទៀតដល់ហើយម្ដាយក្មេកឲ្យកូនក្រមុំលើកបាយយកមកឲ្យចៅនោះស៊ីទៀតស៊ីហើយក៏ប្រគល់អំរែកឲ្យកូនប្រសារែកទៅតាមឪពុកក្មេកឯផ្សារដោយការគិតពីល្ងាចនោះចៅនោះរែកដើរទៅហើយគិតថាម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញនេះឲ្យកូនមកអញកុំឲ្យគាត់រកកលបញ្ឆោតអញក្រោយទៀតហើយគិតតែរែកដើរទៅដល់កណ្ដាលផ្លូវដាក់អំរែកចុះហើយថាករងនេះចងមាត់ជាប់វាយកខ្សែចងថែមទៀតលុះរែកទៅដល់កន្លែងមានព្រែកមានស្ពានក៏ដាក់អំរែកលើស្ពានឲ្យប្របេះត្រង់ចង់ក្តារនៅបន្តិចនឹងធ្លាក់ពីស្ពានហើយថាអញអើយថ្ងៃណាស់ហើយម្លេះសមឪអញជេរមិនខានអំរែកធ្ងន់រែកម្ដេចឲ្យទាន់ណាហើយឲ្យឪជេរក៏ជេរចោះអញដាក់នៅទីនេះទៅវាសិនរួចសឹមទៅទៀតនិយាយបណ្ដើដើរបណ្ដើមួយស្របក់ក៏កាន់ឈើមួយធំដើរមកពីងាយបកក្តារស្ពានឬក្រាំហាក់ដូចជាដំរីឆ្លងស្ពានហើយស្រែកថានរណាដាក់អំរែកនៅលើស្ពានដំរីអញវាជន់ខូចអស់ហើយយកចេញឲ្យឆាប់ស្រែកហើយបកក្តារក្រាំងដើរចូលមកឯតាចាស់នៅក្នុងករងគិតស្មានថាជាដំរីមែនភ័យក្រែងជន់ស្លាប់ក៏ខំបំរាស់ជៀសផ្លូវដំរីហួសពីក្តារធ្លាក់ទៅក្នុងទឹកចូលករងគាត់ជ្រក់ទឹកត្រដញ័រទាំងករងស្ទើរតែនឹងស្លាប់ឯកូនប្រសាឃើញដូច្នោះក៏ទុកឲ្យផឹកទឹកបន្តិចឲ្យអស់ខូចទៀតហើយធ្វើជាដើរមកពីវាស្រែកថានរណាហ៊ានបរដំរីឆាយអំរែកអញឲ្យធ្លាក់ក្នុងទឹកទៅទឹកអង្គអស់អញអស់អោអញអើយឪជេរថែមទៀតហើយថ្ងៃកាន់តែខ្ពស់ហើយអង្គទៅទឹកថែមទៀតអ្នកកំឡោះឃើញឪពុកក្មេកបំរាស់ញ័រក្នុងករងក៏ថាអោមានត្រីមកប្របេះផងណអញចុះទៅស្រង់មកមើលថាហើយក៏លូតទៅស្រង់ឡើងមកឃើញហើយថាបើវាទៅទឹកនឹងស្រ័យ5ថ្ងៃហើយរែកយកទៅឲ្យម៉ែធ្វើនំបញ្ចុកទុកឲ្យឪថាហើយស្រ័យមើលឃើញតានៅក្នុងករងក៏ថាឪអើយមិនដេចក៏មិនស្រែកប្រាប់ខ្ញុំកុំអីស្លាប់ទៅហើយបើគេបរដំរីមកពីណាមិនដឹងគេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹកតាលឺហើយឡើងឈរដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ដល់ទៅផ្ទះអស់ចំណេះពុំហ៊ានគិតទៀតក៏រៀបការកូនក្រមុំឲ្យទៅអ្នកកំឡោះនោះទៅ